Ba bang phôn ơi, ba ngày này bậc này cứ mò hạt pràn nấu xuân sầm đạch cà la hòm sọ khênh ba hay có khơi tha cao piประมาณ khai muốn pha chỉ tung ai mà khai pi khai muốn đó na ba spiên ní cứ cái bà ở dương ai chỉ pi sla khát từ vật sang cài bàn pan ta ở lỡ ní cứ chụp hai bang phôn ba bang phôn muôn đằng bang phôn chlong phở cứ bang phôn trâu mưa phạ sỉ nhà ní cứ chia phạ sỉ nhàสำหรับchạy phở cứ cái mình ăn ở nhà ở dương chi phải trả tư tờ tư hàng cao bàn tê bang phôn khơi nhé bà dương ai bọt chuyên của bán bà dương ai bọt đam của bàn pan ta ham đại khát công tao tròn bà tao tròn ở bàn đây bang phôn ឆ្លងស្ទឹងត្រង់ស្ពាននៅទល់មុខរតនាគារខេត្តហ្នឹងគឺឆ្លងអត់បានទេបាទឥឡូវឃើញម៉ូតូទៅមួយហើយបាទព្រឹកនេះខ្ញុំឃើញមានម៉ូតូមានឡានអីទៅ3 4 5គ្រឿងដែរគ្រាន់ថាយើងទៅហាត់ប្រាណមួយផ្លែតហ្នឹងណាបងប្អូនបាទពេលខ្លះបងប្អូនខ្លះក៏គាត់អត់បានមើលនៅអាចចំណុចទូចនៅច្បាប់ចរាចរណ៍សញ្ញាស្លាកសញ្ញាច្បាប់ចរាចរណ៍យើងណាបាទនេះបងប្អូនបាទគេដាក់សញ្ញាផ្លាកសញ្ញាសដកក្រហមក៏សញ្ញាលេខដកនេះគឺជាផ្លាកសញ្ញាហាមចូលបងប្អូនបាទហាមចូលនេះអញ្ចឹងប្រសិនបើបងប្អូននៅតតឹងនៅក្នុងការចូលទៀតបាទចូលទៀតគឺបងប្អូនអស់លុយហើយបាទស្ពាននេះគឺមិនអនុញ្ញាតឲ្យបើកឆ្លងទៅទិសខាងកើតទេប៉ុន្តែបើពីរូបសំណាក់លោកតាបងកញូងយើងមកត្រង់អាហ្នឹងយើងបើកមកបានបងប្អូនបាទព្រោះនៅពេលដែលបងប្អូនមកណាបាទបងប្អូនខ្លះក៏គាត់បានដឹងបងប្អូនខ្លះទៀតក៏គាត់អត់បានដឹងអត់បានចាប់អារម្មណ៍នៅក្នុងការមើលអញ្ចឹងបងប្អូននៅពេលដែលយើងធ្វើដំណើរនៅទីរួមខេត្តបាត់ដំបងបងប្អូននៅតាមស្រុកផ្សេងឬក៏តាមខេត្តផ្សេងបងប្អូនមើលផ្លាកសញ្ញាសិនបាទមើលផ្លាកសញ្ញាមុននឹងយើងឆ្លងកាត់បងប្អូនមើលផ្លាកសញ្ញាសិនដើម្បីការពារកុំឲ្យយើងបងលុយខាត់លុយណាបាទតាមច្បាប់ចរាចរណ៍អស់រៀងច្រើនណាតាមការពិតបងប៉ូលីសណាគាត់មិនចង់ទេបងប្អូនមិនចង់ផាកពិន័យបងប្អូនប្រជាពលរដ្ឋយើងទេប៉ុន្តែដោយសារតែកាលណាប្រសិនបើយើងអត់ផាកទេគឺអត់មិនតែអត់រៀងចាលទេបងប្អូនអត់ចាំទេលុះត្រាតែយើងផាកបងប្អូនបើសិនជាយើងធ្វើដំណើរចេញមកពីខាងសាលាខេត្តមកគឺយើងមានផ្លូវបំបែកចេញជា4ទៅត្រង់អត់បានទេបត់ឆ្វេងក៏បានបត់ស្ដាំក៏បានបាទព្រោះយើងតាំងពីយើងធ្វើស្ពាន7មករាហើយមកស្ពានថ្មីណាបងប្អូនបាទគឺគេមានអនុញ្ញាតឲ្យយើងឆ្លងបាទចេញទៅពីសាលាខេត្តទល់មុខសាលាខេត្តទៅត្រង់ទៅគឺយើងទៅបានហើយបងប្អូនបាទនេះបងប្អូនបាទគឺជាទស្សនវិជ្ជាបាទនេះទស្សនវិជ្ជាដែលខ្ញុំមកបាទនេះអញ្ចឹងខ្ញុំមកខ្ញុំទៅត្រង់អត់បានទេបងប្អូនខ្ញុំត្រូវតែបត់ស្ដាំបាទដើម្បីឆ្លងផ្លូវដើម្បីឆ្លងទៅស្ទឹងម្ខាងណាប៉ុន្តែឥឡូវនេះគឺខ្ញុំអត់ទាន់ឆ្លងទេមកដល់នេះមានផ្លូវបែកជា4ដែរបងប្អូនយើងជិះតាម river ចាស់ណាបាទឡើងកាហ្វេ river ចាស់ហ្នឹងបាទមកដល់នេះគឺយើងអាចបត់ស្ដាំក៏បានបត់ឆ្វេងក៏បានទៅត្រង់ក៏បានតាមចំណង់ចំណូលចិត្តតាមតម្រូវការរបស់បងប្អូនទៅត្រង់ក៏បានបើយើងសិនជាយើងបត់ស្ដាំនេះគឺយើងទៅសាលាខេត្តបងប្អូនបាទបងប្អូនឃើញសាលាខេត្តនៅចំពីមុខផ្ទាល់នឹងតែម្ដងមកដល់នេះមានផ្លូវបែកចេញជា3ទៀតបងប្អូនបត់ឆ្វេងក៏បានបត់ស្ដាំក៏បានដែរស្រេចទៅលើបងប្អូនទេព្រោះបងប្អូនមុននឹងយើងបត់គឺយើងមើលស្លាកសញ្ញាសិនបាទនៅកន្លែងនេះគឺអត់មានស្លាកសញ្ញាទេឥឡូវនេះមកដល់នេះគឺយើងទៅមុខបន្តិចទៀតមានភ្លើង stop ប៉ុន្តែភ្លើង stop ហ្នឹងដូចជាឈប់ដំណើរការហើយបាទមានផ្លូវបែកចេញជា4នៅកន្លែងនេះគឺយើងទៅត្រង់អត់បានទេបងប្អូនឃើញស្លាកសញ្ញាមួយពណ៌ក្រហមហ្នឹងសញ្ញាលេខដកហ្នឹងឯងបាទបើសិនជាយើងទៅគឺបងប៉ូលីសគាត់ផាកពិន័យឯនៅក្នុងចំណុចត្រង់កន្លែងហ្នឹងគឺគាត់នឹងផាកពិន័យបងប្អូនហើយអញ្ចឹងឲ្យតែផ្លូវទាំងឡាយណាដែលមានសញ្ញាលេខដកដាក់ពីមុខហ្នឹងបងប្អូនកុំទៅអីបើសិនជាបងប្អូនមិនចង់អស់លុយអស់កាណាបាទព្រោះដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងឃើញថាផ្លាកសញ្ញានេះគឺដាក់យូរដែរហើយចូល1ឆ្នាំ2ឆ្នាំហើយដឹងបងប្អូនខ្ញុំមិនចាំថ្ងៃខែដាក់ទេក៏ប៉ុន្តែមួយរយៈចុងក្រោយមកគឺគាត់បានដកបាទគឺយើងអាចធ្វើដំណើរបានហើយបន្តមកទៀតឥឡូវនេះគឺយើងដាក់វិញទៅពេលចូលឆ្នាំហើយយើងដាក់វិញនេះមកដល់ត្រង់កន្លែងនេះគឺខ្ញុំអាចបត់ទៅតាមស្ពាន7មករាបានបាទនេះស្ពានថ្មីស្ពានថ្មថ្មីយើងដែលធ្វើមកណាបងប្អូនបាទយើងទៅត្រង់ទៅបុករូបសំណាក់លោកតាតែម្ដងបងប្អូនបាទអញ្ចឹងនៅក្នុងចំណុចស្ពាននេះគឺយើងមកពីទិសខាងកើតមកទិសខាងលិចអត់បានទេបងប្អូនបាទប៉ុន្តែបើសិនជាយើងទៅពីលិចទៅកើតទៅរូបសំណាក់លោកតាបងយងវិញបានបាទមកដល់ត្រង់នេះគឺយើងអាចបត់បងប្អូនឃើញទេបងប្អូនឃើញមានគឺគេដាក់សញ្ញាលេខដកអីបាទ
រាល់ពេលដែលមានសញ្ញាលេខដកណាបងប្អូនបាទផ្លូវទាំងឡាយណារាល់ពេលដែលមានសញ្ញាលេខដកហ្នឹងបងប្អូនកុំទៅអីនេះប្រសិនបងប្អូនមិនចង់អស់លុយនៅកន្លែងនេះគឺអត់មានទេបងប្អូនអត់មានស្លាកសញ្ញាលេខដកទេបងប្អូនបាទអញ្ចឹងយើងអាចបត់ឆ្វេងបត់ស្ដាំទៅត្រង់បានបាទអញ្ចឹងកន្លែងនេះគឺយើងបត់ស្ដាំទៅរូបសំណាក់លោកតាបាទហើយប្រសិនបើយើងកែងជ្រុងវត្តសង្កែនេះបើសិនជាយើងបត់ឆ្វេងយើងឆ្លងស្ពានបាទស្ពានដែលគេអត់ឲ្យឆ្លងមកមិញហ្នឹងអូបងប្អូនបាទមិញហ្នឹងជួបឡាន2 3គ្រឿងឥឡូវនេះបាទដូចជាមកទៀតហើយបាទប៉ុន្តែថាគាត់ឆ្លងឬក៏អត់ទេអូម៉ូតូនេះគឺត្រូវឆ្លងនេះម៉ូតូបើសិនជាមានបងប៉ូលីសគាត់នៅហ្នឹងគឺគាត់ត្រូវអស់លុយហើយបាទគាត់ត្រូវអស់លុយហើយដោយសារតែខាងនេះគាត់ដាក់បលីគឺដើម្បីហាមឃាត់ឲ្យបងប្អូនយើងចាំថាបើមិនចង់អស់លុយទេកុំចូលរាល់សញ្ញាលេខដកបើមិនចង់អស់លុយទេកុំចូលអញ្ចឹងបងប្អូនបើសិនជាបងប្អូនមានចំណាប់អារម្មណ៍តាក់ទិនជាមួយនឹងវីដេអូមួយនេះបងប្អូនអាចជួយ share ដើម្បីចែករំលែកដល់បងប្អូនយើងដែលគាត់បាទនៅឆ្ងាយនៅតាមស្រុកណាបងប្អូនបាទនៅតាមស្រុកឆ្ងាយគាត់អត់សូវបានមកទីរួមខេត្តបាត់ដំបងអីចឹងណាយូរគាត់មកម្ដងគាត់អត់បានមើលស្លាកសញ្ញានាំឲ្យអស់លុយអស់កាក់បើនៅកន្លែងនេះអត់អីទេបងប្អូនស្ពាននេះបងប្អូនអាចធ្វើចរាចរណ៍ទៅមកបានទាំងទៅក៏បានមកក៏បានដែរបាទបានទាំងអស់បាទប៉ុន្តែធ្វើម៉េចកុំឲ្យតែយើងបើកប៉ះគេទៅបានហើយបាទកាលពីមុនស្ពាននេះគេហៅស្ពានដែកបាទកាលពីសម័យខ្ញុំនេះណាបាទសម័យជីកង់ឈើស្ពានដែកទលំទុងឆាំងឲ្យតែឡានបើកកាត់តាមនឹងលន់ដូចលន់ផ្គររន្ទះយ៉ាងបងប្អូនអើយបាទទុងម៉ាំងកន្លែងនេះផ្លូវ8ចេញជា4អត់មានបញ្ហាទេបងប្អូនបាទនេះសួនសម្ដេចក្រឡាហំសខេងចាស់បងប្អូនបាទអញ្ចឹងបងប្អូនបាទបើសិនជាបងប្អូននៅកន្លែងនេះក៏អត់មានបញ្ហាដែរបើសិនជាបងប្អូនចាប់អារម្មណ៍តាក់ទិនជាមួយនឹងវីដេអូរបស់ខ្ញុំបាទដែលបានថតចេញមកនេះគឺព្រឹកនេះគឺយើងបានដើរហាត់ប្រាណតាមហ្នឹងអញ្ចឹងឃើញថាបងប្អូនយើងមួយចំនួននេះឃើញឡាននិងម៉ូតូមកហើយបាទឡាននិងម៉ូតូមកហើយមកនៅតែមកអញ្ចឹងបងប្អូនអញ្ចឹងមកហ្នឹងគឺគាត់បើកខុសហើយគាត់បើកបំពេញច្បាប់ហើយបាទព្រោះគេដាក់ផ្លាកសញ្ញាហើយអញ្ចឹងណាគាត់នៅតែបើកមកទៀតអញ្ចឹងមានន័យថាគាត់កំពុងតែខុសហើយអញ្ចឹងដើម្បីការពារកុំឲ្យគាត់ខុសបាទកុំឲ្យគាត់អស់លុយបងប្អូនមេត្តាប្រុងប្រយ័ត្នទៅបាទហើយជាពិសេសបងយើងណានៅតាមស្រុកឆ្ងាយបាទផ្លូវនេះទៅអត់បានទេបងប្អូនយើងបត់ស្ដាំអត់បានទេបានតែទៅត្រង់បាទបងប្អូនយើងដែលនៅតាមឆ្ងាយតែគាត់នេះអីអាចជួយ share មួយដើម្បីទប់ផងអរគុណច្រើន